Ok, bọn mày không phải bọn mình đọc thì bạn là ngày là nó dừng đồ bay cả mà relax nó ta mà sốc công nát bạn là ngày là nó dừng cái bông té ăn trộm dừng vô lực đồn thiên đồn ấy mà bác chỉ là người ăn ai miền này chỉ con cháu ơi ta rong cái tao mới vô mà trả trộm tao bắt ta rong khi bạn sẽ để hai bên này thì chúng ta nhung cho chuyện bay cảแบบ relax នៅស្រុកស្រែនៅតាមជនបទចឹងបងប្អូនហើយនេះយើងអាំងទ្រាំអាំងអីចឹងមកអ្នកអង្គុយរង់ចាំ relax ហើយនេះខ្ញុំក៏បានអាំងបានឆ្អិនបានខ្លះៗនិយាយតិចតួចដែរចឹងហើយក៏យើងយកមកឲ្យ idol ក្មេងតូចញ៉ាំភ្លក់ហើយយើងក៏មានស្វាយមានអីគួរចឹងមកនាងណាអ្នកអង្គុយដល់អ្នកចាំគេអូលក់អូតពិតគ្នាទៅធ្វើទេអង្គុយតែមើលទេហើយជាពិសេសទៀតនេះគឺទេសភាពបែបនេះគឺខ្ញុំចូលចិត្តជាទីបំផុតចូលចិត្តបែបធម្មជាតិអត់ញ៉ៃញ៉ៃអត់ស្មុគស្មាញហើយមានដល់ស្វាយដល់ឯនៅចិត្តហ្នឹងបេះទៅបងប្អូនហើយដើមដូងដលងឯហ្នឹងយើងបេះឲ្យដាក់ទៅអូខេហ្នឹងហើយឥឡូវហ្នឹងយើងក៏បានអាំងចានហើយនៅបានមួយរហូតយើងក៏ត្រៀមហ្នឹងហើយយើងក៏បានអាំងឆ្អិនមករួចរាល់ហើយនេះយកមកទាំងអស់ហើយមានបងប្អូនអាំងចឹងក៏ឆ្អិនដែររួមទៅខ្ញុំមិនដែរដឹងថាយើងធ្វើអស់របៀបចឹងអាំងឆ្អិនដែរទ្របបើតាមធម្មតាអីខ្ញុំដាក់ល្ងើកដាក់ឈូងដែរត្រឹមទៅបានឆ្អិនមកប៉ុណ្ណេះមានណាតែនេះបែបតែភាពបែបស្រុកស្រែជនបទអាំងបានឆ្ងាញ់ដែរហើយឡើងឈ្ងុយជាពិសេសទៀតនោះគឺនេះអ្នកភ្លក់ណាដាក់ទៅមួយទឹកត្រីកងនឹងកប់ស្រីរីអែមណាបងប្អូនអើយមានណាអស់2អាំងមុននឹងអាំងឆ្អិនអស់2តោះមកយើងញ៉ាំជ្រលក់មួយទឹកត្រីកងជាតិបងប្អូននេះរងអត់ដែរញ៉ាំចឹងជ្រុំត្រឹមតែលើកទី1ហើយដែលខ្ញុំបានភ្លក់បាទទ្របអាំងបែបធម្មជាតិហើយជាមួយទឹកត្រីកងមានណានេះបកយកចឹងមកជាតិណាបងអើយនេះអូទឹកវាមករុំដូចក្នុងរឿងដូចសំដែងយ៉ាងទៅពិតជាកាប់យើងដូចថាមិននឹកស្មានថាអាំងបានប៉ុណ្ណឹងបើនិយាយគិតទៅណាជ្រលក់នេះដាក់គប់ខ្ញុំអត់ដឹងតែគិតតែឆ្ងាញ់តែជ្រលក់ទៅមានឆ្ងាញ់ដែរនេះមានណានេះកុំឲ្យសល់ដាក់ទៅបងប្អូនអើយអែមមែនតើអូជាតិណាជាតិសាហាវបងទ្របបែបធម្មជាតិយើងវាអត់ធំគ្រឿងខាធំអីទេអាំងឲ្យអាចញ៉ាំបានអូនចឹងបានចិនគេចូលចិត្តយកទ្របហ្នឹងទៅអាំងដាក់គ្រឿងដាក់អីចិនរបស់គេហើយញ៉ាំទៅឆ្ងាញ់បងប្អូននេះមានយើងសាកធ្វើអូអែមទេតាមពិតទៅទ្របហ្នឹងយកមកអាំងហើយយើងយកមកឆាសាច់ជ្រូកទេតែគាត់ថាយើងក៏សាកភ្លក់អាំងជ្រលក់មួយទឹកត្រីកងចឹងទៅតែវានៅអាំងបានល្អមែនតើយំគឺខ្ញុំអាំងលើនេះអាំងបានឆ្អិនល្អមែនតើតែបើថាអាំងត្រឹមត្រូវវិញអត់បានល្អអត់បានឆ្អិនហ្នឹងទេហើយមានណានេះអូកូនក្បិតដើរតាមយកវ៉ាន់មកឲ្យមានណាមានកូនក្បិតមួយដើរតាមហើយក៏យើងចាប់ដើមរៀបចំកន្លែងរៀបចំឆារៀបចំអីចឹងទៅមានសាច់ជ្រូកច្រាំមានទ្របមានអីចឹងហើយយើងដាក់សាច់ជ្រូកចូលប្លុកចឹងមកហើយយើងឆាជាមួយទ្របចឹងមកបងប្អូនអើយជាតិណាយល់មកសិនជាមានឱកាសក្រោយខ្ញុំនឹងធ្វើឲ្យលយឲ្យស្អាតជាងឲ្យបងប្អូនមើលឲ្យតាក់ទាញមកតែលើនេះមិនគិតតែថតឲ្យធ្វើបែប professional ទេគាត់ថាយើងធ្វើលក្ខណៈបែបធម្មតាអូខេវីដេអូនេះមានប៉ុណ្្នឹងឯងបាយបាយជួបគ្នានៅវីដេអូក្រោយ